ស្នាមក្រយៅដៃគឺជាផ្នែកមួយនៃរាងកាយរបស់មនុស្សដែលអាចសម្គាល់អំពីអត្តសញ្ញាណរបស់មនុស្សម្នាក់ៗបានដែលមានតាំងពីកំណើតការនៅតូចធ្លាប់ឆ្ងល់ថាតើគេផ្តិតមេដៃចំណាំធ្វើអ្វីឬគេយកស្នាមក្រយៅដៃទៅពិនិត្យរោគមនុស្សក្នុងបទល្មើសផ្សេងៗយ៉ាងដូចម្តេចបើវាមានក្រឡាតូចៗពិបាកពិនិត្យហើយមនុស្សទាំងអស់សិតតែមានដូចគ្នានឹងដូច្នេះតើគេអាចដឹងពីភាពខុសគ្នារបស់វាយ៉ាងដូចម្តេចប៉ុន្តែអ្វីដែលយើងគិតនោះវាខុសទាំងស្រុងមនុស្សម្នាក់ៗមានស្នាមក្រយៅដៃមិនដូចគ្នាទាំងស្រុងទេសូម្បីតែកូនភ្លោះដែលមាន DNA ដូចគ្នាក៏មានស្នាមក្រយៅដៃខុសគ្នាដែរអូខេសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ The Curious Mind ថ្ងៃនេះយើងនឹងទៅស្វែងយល់អំពីផ្នែកនៃរាងកាយរបស់យើងនោះគឺស្នាមក្រយៅដៃអញ្ចឹងចង់ដឹងថាស្នាមក្រយៅដៃកើតឡើងដោយសារអ្វីហើយគេអាចរកជនសង្ស័យក្នុងបទល្មើសតាមរយៈស្នាមក្រយៅដៃដោយរបៀបណាកុំភ្លេចតាមដានទស្សនាឲ្យដល់ចប់ទាំងអស់គ្នាតែមុនពេលយើងចូលទៅស៊ីជម្រៅអំពីវាបងប្អូនណាដែលមិនទាន់បាន Subscribe កុំភ្លេចជួយចុច Subscribe និងបើក Notification ដើម្បីទទួលបានវីដេអូប្រភេទនេះបន្ថែមទៀតស្នាមក្រយៅដៃគឺជាអ្វីនៅពេលអ្នកសម្លឹងមើលម្រាមដៃឲ្យជិតអ្នកនឹងឃើញបន្ទាត់តូចៗជាច្រើនដែលរត់កោងវិលនិងបត់ទៅបត់មកបន្ទាត់ទាំងនេះត្រូវបានគេហៅថា friction rate ឬស្នាមក្រឡាវាមិនមែនមានតែនៅលើម្រាមដៃតែប៉ុណ្ណោះទេវាក៏មាននៅលើបាតដៃនិងបាតជើងផងដែរស្នាមទាំងនេះមិនមែនជាស្នាមដែលកើតឡើងពីការធ្វើការងារឬដោយការកាន់របស់របរនោះទេផ្ទុយទៅវិញវាជាផ្នែកមួយនៃស្បែកដែលត្រូវបានបង្កើតឡើងតាំងពីមុនអ្នកកើតម្កម្លេះស្នាមក្រយៅដៃចាប់ផ្ដើមបង្កើតឡើងនៅពេលទារកនៅក្នុងផ្ទៃម្ដាយមានអាយុប្រហែលពី10ទៅ16សប្តាហ៍នៅពេលនោះស្បែករបស់ទារកកំពុងលូតលាស់យ៉ាងឆាប់រហ័សប៉ុន្តែការលូតលាស់មិនស្មើគ្នាទេស្រទាប់ខាងលើនិងស្រទាប់ខាងក្រោមនៃស្បែកលូតលាស់ក្នុងល្បឿនខុសគ្នាជាមួយនឹងសម្ពាធពីទឹកភ្លោះក្នុងផ្ទៃសម្ពាធជញ្ជាំងស្បូនចលនារបស់ទារកនិងកត្តាជាច្រើនទៀតស្បែកចាប់ផ្ដើមបត់និងបង្កើតបានជាលំនាំតូចៗនោះហើយជាកំណើតនៃស្នាមក្រយៅដៃហេតុអ្វីមនុស្សគ្រប់គ្នាមានស្នាមក្រយៅដៃខុសគ្នាអ្នកប្រហែលជាគិតថាបើ DNA ស្រដៀងគ្នាស្នាមក្រយៅដៃក៏គួរតែដូចគ្នាដែរប៉ុន្តែការពិតគឺមិនដូច្នោះទេ DNA គ្រាន់តែជាម៉ូលេគុលគីមីដែលផ្ទុកព័ត៌មានសែននិងប្លង់គោលសម្រាប់បង្កើតរៀបចំនិងគ្រប់គ្រងដំណើរការជីវិតរបស់ភាវៈរស់ប៉ុណ្ណោះប៉ុន្តែការបង្កើតស្នាមក្រយៅដៃត្រូវបានប៉ះពាល់ដោយកត្តាតូចៗជាច្រើនដែលកើតឡើងដោយចៃដន្យក្នុងពេលទារកកំពុងលូតលាស់ក្នុងផ្ទៃឧទាហរណ៍សម្ពាធក្នុងស្បូនទីតាំងរបស់ទារកបរិមាណទឹកភ្លោះល្បឿននៃការលូតលាស់របស់ស្បែកកត្តាទាំងនេះផ្សំគ្នាបង្កើតលំនាំដែលមិនអាចធ្វើឲ្យមនុស្សពីរនាក់មានស្នាមដូចគ្នាទាំងស្រុងបានទេសូម្បីតែកូនភ្លោះដូចគ្នាក៏មានភាពខុសគ្នាតូចៗនៅក្នុងស្នាមក្រយៅដៃរបស់ពួកគេផងដែរតើស្នាមក្រយៅដៃមានប៉ុន្មានប្រភេទបើអ្នកយកកែវពង្រីកមកមើលស្នាមក្រយៅដៃអ្នកនឹងឃើញថាវាមិនមែនសុទ្ធតែមានរូបរាងដូចគ្នាទាំងអស់នោះទេអ្នកវិទ្យាសាស្ត្របែងចែកស្នាមក្រយៅដៃជា3ប្រភេទសំខាន់ៗដូចជាទី1មានឈ្មោះថា loop ឬក៏លំនាំបង្វិលត្រឡប់លំនាំនេះគឺជាប្រភេទដែលគេឃើញច្រើនជាងគេប្រហែលពី60ទៅ 65% នៃមនុស្សនៅលើពិភពលោកមានស្នាមក្រយៅដៃប្រភេទនេះលំនាំរបស់វាចូលពីម្ខាងនៃម្រាមដៃបត់ជារង្វង់ហើយត្រឡប់ចេញទៅម្ខាងដដែលទី2មានឈ្មោះថា wall ឬក៏លំនាំជារង្វង់លំនាំប្រភេទនេះមានរូបរាងដូចជារង្វង់ឬគូតខ្យងវាមានប្រហែល30ទៅ 35% នៃមនុស្សនៅលើពិភពលោកហើយទី3មានឈ្មោះថា arch លំនាំកោងត្រង់ឬដូចជាភ្នំលំនាំប្រភេទនេះជាលំនាំដែលកម្រជាងគេវាមានតែប្រហែល 5% ប៉ុណ្ណោះលំនាំនេះកើតឡើងដូចជាភ្នំតូចមួយហើយមិនមានការវិលជារង្វង់ឡើយតែទោះបីជាមានតែ3ប្រភេទធំៗក៏ដោយប៉ុន្តែព័ត៌មានលម្អិតតូចៗនៅក្នុងលំនាំនីមួយៗមានភាពខុសគ្នាយ៉ាងច្រើននោះហើយជាមូលហេតុដែលមនុស្សរាប់ពាន់លាននាក់មិនមានស្នាមក្រយៅដៃដូចគ្នាទាំងស្រុងឡើយតែអ្នកណារកឃើញថាស្នាមក្រយៅដៃមិនដូចគ្នានៅសតវត្សទី19អ្នកវិទ្យាសាស្ត្រជាច្រើនបានចាប់ផ្ដើមសិក្សាស្នាមក្រយៅដៃយ៉ាងយកចិត្តទុកដាក់ម្នាក់ក្នុងចំណោមពួកគេគឺវិជ្ជបណ្ឌិតជនជាតិ Scotland ឈ្មោះ Henry Fall ខណៈពេលគាត់កំពុងធ្វើការនៅប្រទេសជប៉ុនគាត់បានសង្កេតឃើញស្នាមក្រយៅដៃលើវត្ថុបុរាណពេលនោះគំនិតមួយក៏បានលេចឡើងក្នុងខួរក្បាលរបស់គាត់ថាស្នាមក្រយៅដៃអាចប្រើសម្រាប់កំណត់អត្តសញ្ញាណមនុស្សបានក្រោយមកអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសម្នាក់ឈ្មោះ Francis Galton បានសិក្សាស្នាមក្រយៅដៃរាប់ពាន់គំរូគាត់បានបង្ហាញថាស្នាមក្រយៅដៃមិនអាចផ្លាស់ប្ដូរពេញមួយជីវិតហើយមនុស្សពីរនាក់មិនអាចមានស្នាមក្រយៅដៃដូចគ្នាទាំងស្រុងឡើយអូខេឥឡូវយើងចូលមកស្វែងយល់ពីស្នាមក្រយៅដៃនិងការស៊ើបអង្កេតក្នុងបទល្មើសហើយនេះជាចំណុចសំខាន់នៅក្នុងវីដេអូនេះផងដែរនៅចុងសតវត្សទី19ប៉ូលីសចាប់ផ្ដើមប្រើស្នាមក្រយៅដៃដើម្បីស្វែងរកជនសង្ស័យនៅពេលមនុស្សប៉ះវត្ថុអ្វីមួយសំណើមពីញើសនិងខ្លាញ់តិចតួចចេញពីស្បែករបស់ពួកគេនិងបន្សល់ទុកស្នាមក្រយៅដៃនៅលើវត្ថុដែលពួកគេចាប់កាន់នេះជាតម្រុយសំខាន់មួយនៃវិទ្យាសាស្ត្រកោសល្យវិច័យអ្នកជំនាញផ្នែកកោសល្យវិច័យអាចប្រើម្សៅពិសេសពន្លឺឬសារធាតុគីមីដើម្បីធ្វើឲ្យស្នាមក្រយៅដៃដែលភ្នែកមនុស្សមិនអាចមើលឃើញនោះលេចឡើងមកហើយនេះជារបៀបដែលគេធ្វើឲ្យស្នាមក្រយៅដៃដែលយើងមើលមិនឃើញលេចចេញជារូបរាងសម្រាប់ធ្វើការផ្ទៀងផ្ទាត់បានហើយសូមបញ្ជាក់ផងដែរថារបៀបនៃការពិនិត្យនេះវាអាស្រ័យទៅលើផ្ទៃនៃវត្ថុនោះផងដែរ
វិធីទី1សម្រាប់វត្ថុដែលមានផ្ទៃរលោងគេប្រើម្សៅម្យ៉ាងឈ្មោះថាម្សៅស្នាមក្រយៅដៃឬជាភាសាអង់គ្លេសគេហៅថា fingerprint powder នេះជាវិធីសាស្ត្រពេញនិយមមួយដែលយើងតែងតែឃើញនៅក្នុងខ្សែភាពយន្តអ្នកស៊ើបអង្កេតលាបម្សៅនេះលើផ្ទៃនៃវត្ថុថ្នមៗហើយម្សៅនេះជាប់ជាមួយញើសនិងប្រេងដែលបន្សល់ទុកដោយស្នាមម្រាមដៃនៅពេលដែលម្សៅប្រមូលផ្ដុំគ្នានៅលើក្រឡានៃក្រយៅដៃហើយស្នាមម្រាមដៃនឹងអាចមើលឃើញភ្លាមៗនៅពេលដែលអាចមើលឃើញហើយគេនឹងថតរូបនិងប្រើស្កុតស្អិតថ្លាពិសេសមួយដើម្បីលើកស្នាមក្រយៅដៃនោះពីវត្ថុដែលគេបានពិនិត្យដើម្បីរក្សារូបរាងសម្រាប់ការផ្ទៀងផ្ទាត់ហើយពណ៌ម្សៅដែលគេយកមកប្រើប្រាស់ក៏អាស្រ័យទៅតាមលក្ខខណ្ឌនៃវត្ថុដូចគ្នាជាទូទៅគេប្រើម្សៅពណ៌ខ្មៅសម្រាប់ផ្ទៃពណ៌ស្រាលម្សៅពណ៌សសម្រាប់ផ្ទៃងងឹតនិងម្សៅម៉ាញ៉េទិកសម្រាប់ផ្ទៃដែលងាយខូចវិធីទី2បច្ចេកទេសចំហាយកៅ Super Glue សម្រាប់វត្ថុដូចជាកញ្ចក់ផ្លាស្ទិកឬក៏ដែកអ្នកជំនាញភាគច្រើនប្រើវិធី Cyanurelate Fuming ឬចំហាយកៅ Super Glue ដោយគេយកវត្ថុតាំងដាក់នៅក្នុងប្រអប់បិទជិតមួយបន្ទាប់មកគេកម្ដៅកៅ Super Glue ឲ្យបង្កើតជាចំហាយនេះនឹងទៅជាប់ជាមួយសារធាតុញើសឬក៏ប្រេងនៅលើស្នាមម្រាមដៃជាលទ្ធផលស្នាមម្រាមដៃនឹងក្លាយជាពណ៌សហើយអាចមើលឃើញយ៉ាងច្បាស់ក្រោយមកអ្នកជំនាញប្រើថ្នាំពណ៌ពិសេសឬពន្លឺ UV ដើម្បីឲ្យស្នាមកាន់តែច្បាស់វិធីទី3ការប្រើសារធាតុគីមីលើក្រដាសប្រសិនបើស្នាមម្រាមដៃស្ថិតនៅលើក្រដាសសំបុត្រសៀវភៅឬឯកសារការប្រើម្សៅមិនមានប្រសិទ្ធភាពទេអ្នកជំនាញនឹងប្រើសារធាតុគីមីមួយឈ្មោះថា Ninhydrin សារធាតុនេះនឹងប្រតិកម្មជាមួយអាស៊ីតអាមីណូនៅក្នុងញើសបន្ទាប់ពីប្រតិកម្មស្នាមម្រាមដៃដែលមានជាតិញើសនោះនឹងប្រែក្លាយទៅជាពណ៌ស្វាយឬពណ៌ខៀវស្វាយដែលអាចមើលឃើញបានយ៉ាងច្បាស់វិធីទី4ការប្រើប្រាស់ពន្លឺពិសេសជួនកាលអ្នកជំនាញមិនចាំបាច់ប្រើម្សៅឬសារធាតុគីមីឡើយពួកគេអាចប្រើពន្លឺពិសេសដូចជាពន្លឺ ultraviolet ឬក៏ពន្លឺ UV ហ្នឹងហើយនិងពន្លឺពណ៌ខៀវពន្លឺទាំងនេះអាចធ្វើឲ្យស្នាមម្រាមដៃភ្លឺឡើងដើម្បីថតរូបបានយ៉ាងច្បាស់អូខេអញ្ចឹងទាំងអស់នេះគឺជាវិធីដែលអ្នកកសោវិច័យអាចយកស្នាមម្រាមដៃរបស់ជនសង្ស័យនៅក្នុងបទល្មើសផ្សេងៗហ្នឹងហើយមុនពេលប្រមូលស្នាមម្រាមដៃអ្នកជំនាញត្រូវថតរូបទុកជាមុនសិនពួកគេដាក់បន្ទាត់វាស់ខ្នាតនៅក្បែរស្នាមម្រាមដៃដើម្បីកត់ត្រាទំហំនិងទីតាំងពិតប្រាកដនេះជួយរក្សាទុកភស្តុតាងទោះបីស្នាមម្រាមដៃដើមត្រូវបានខូចខាតនៅពេលក្រោយក៏ដោយបន្ទាប់ពីថតរូបរួចសម្រាប់ស្នាមម្រាមដៃដែលបង្ហាញដោយម្សៅអ្នកជំនាញនឹងប្រើស្កុតថ្លាពិសេសដើម្បីលើកស្នាមម្រាមដៃនោះចេញបន្ទាប់មកគេបិទវានៅលើក្រដាសឬកាតដែលមានពណ៌ផ្ទុយគ្នាដើម្បីឲ្យស្នាមម្រាមដៃមើលឃើញកាន់តែច្បាស់បន្ទាប់ពីប្រមូលរាល់ភស្តុតាងទាំងអស់និងព័ត៌មានលម្អិតរួចហើយស្នាមម្រាមដៃនឹងត្រូវ scan ចូលក្នុងកុំព្យូទ័រប៉ុន្តែកុំព្យូទ័រមិនប្រៀបធៀបរូបភាពទាំងមូលនោះទេវាស្វែងរកចំណុចលម្អិតតូចៗដែលគេហៅថា minutia គឺជាចំណុចរួមមានចុងបញ្ចប់នៃបន្ទាត់នៃក្រយៅដៃកន្លែងដែលបន្ទាត់នៃក្រយៅដៃបែកជាពីរបន្ទាត់ខ្លីៗចំណុចតូចៗបន្ទាត់ដែលបិទជារង្វង់និងបន្ទាត់ដែលឆ្លងកាត់គ្នាស្នាមម្រាមដៃមួយអាចមានចំណុចលម្អិតរាប់សិបឬលើសពី100បន្ទាប់មកពួកគេប្រៀបធៀបវាជាមួយមូលដ្ឋានទិន្នន័យឬក៏ database ដែលគេបាន scan ទុកពីមុនមកដោយសារភាពខុសគ្នាដ៏ល្អិតល្អន់នេះហើយស្នាមក្រយៅដៃបានក្លាយជាភស្តុតាងដ៏សំខាន់មួយក្នុងការស៊ើបអង្កេតបទល្មើសនៅទូទាំងពិភពលោកហើយវាបានជួយសម្រួលការងារយ៉ាងច្រើនដល់សមត្ថកិច្ចផងដែរអូខេតើស្នាមក្រយៅដៃអាចផ្លាស់ប្ដូរបានដែរទេជាទូទៅស្នាមក្រយៅដៃមិនអាចផ្លាស់ប្ដូរទេចាប់តាំងពីពេលវាត្រូវបានបង្កើតឡើងនៅក្នុងផ្ទៃម្ដាយរហូតដល់អ្នកស្លាប់លំនាំនៃស្នាមក្រយៅដៃនៅតែដដែលអ្នកអាចមានស្នាមរបួសរលាកឬរបកស្បែកប៉ុន្តែបើការខូចខាតមិនជ្រៅដល់ស្រទាប់ដែលបង្កើតលំនាំទេស្នាមក្រយៅដៃនឹងដុះឡើងវិញដូចដើមតតែក្នុងករណីមានការខូចខាតធ្ងន់ធ្ងរដល់ស្រទាប់ជ្រៅនៃស្បែកប៉ុណ្ណោះដែលអាចធ្វើឲ្យលំនាំនេះមានការប្រែប្រួលជាអចិន្ត្រៃយ៍អូខេជាចុងក្រោយស្នាមក្រយៅដៃអាចមើលទៅជាបន្ទាត់តូចៗធម្មតាប៉ុន្តែវាជាស្នាដៃដ៏អស្ចារ្យរបស់ធម្មជាតិវាត្រូវបានបង្កើតឡើងតាំងពីមុនយើងកើតមកម្ល៉េះវាជួយឲ្យយើងកាន់វត្ថុបានល្អជាងមុនវាជួយឲ្យយើងមានអារម្មណ៍ប៉ះបានច្បាស់ជាងមុនស្នាមក្រឡាធ្វើឲ្យស្បែកមានភាពរសើបចំពោះការញ័រនិងការប៉ះទង្គិចនោះហើយជាមូលហេតុដែលយើងអាចមានអារម្មណ៍និងអាចកំណត់ពីភាពរលោងភាពគ្រើមឬវាយនភាពផ្សេងៗបានយ៉ាងល្អហើយវាក៏បានក្លាយជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការកំណត់អត្តសញ្ញាណរបស់មនុស្សផងដែរអូខេអញ្ចឹងវីដេអូនេះក៏បានឈានមកដល់ទីបញ្ចប់ហើយក៏សូមខន្តីអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនាត្រង់ប្រការណាមួយខ្ញុំបាទសូមអធិស្ឋានពីអ្នកស្ដាប់ទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបចំណេះដឹងវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្របែបនេះសូមកុំភ្លេចចុច like subscribe និងបើក notification ផងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗពី The Curious Mind សូមអរគុណសម្រាប់ការចូលទស្សនាតាំងពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូបន្ទាប់